ចូលទៅវាយបាច់ទៅកាបទៀតទៅហើយសងកាបទៀតរឿងតាមទៅសម្រុកហើយទៅមួយទៀតលោកយាយទេបាទគឺវាយហើយទៅមួយទៀតទៅទៀត កីឡាដែលបងប្អូនកំពុងតែទស្សនានេះគេហៅថាកីឡាវាយប្រដំបាទកីឡាវាយប្រដំហ្នឹងគឺជាកីឡាករគឺជាប្រភេទកីឡាដ៏ចំណាស់យូរលង់ហើយបងប្អូនបុព្វបុរសដូនតាខ្មែរយើងក៏គាត់បានលេងកីឡានេះដែរសម្បីតែនៅតាមជញ្ជាំងប្រាសាទបុរាណមួយចំនួនក៏មានឆ្លាក់ជាប់នៅប្រភេទកីឡានេះដែរហើយចំពោះឧបករណ៍វិញសាមញ្ញមែនទែនបងប្អូនគឺមានធាងថ្នោតបាទធាងថ្នោតទុំបាទវាស្រាលហើយវាមានកង្កែវរាងងក់ខាងចុងហ្នឹងមើលទៅគឺស្តៀងនឹងដំបងហុកគីកីឡាប្រភេទនេះស្តៀងនឹងកីឡាហុកគីនៅខាងប៉ែកអឺរ៉ុបនៅតាមប៉ែកខាងលិចហ្នឹងបងហុកគីគេលេងលើទឹកកកឬក៏គេលេងលើវាលស្មៅអញ្ចឹងប៉ុន្តែយើងហ្នឹងគឺហៅថាកីឡាវាយប្រដំបាទអញ្ចឹងបានន័យថាប្រភេទវាជាប្រភេទមួយស្តៀងនឹងកីឡាហុកគីរបស់គេដែរបងបាទអញ្ចឹងយើងមានកីឡាផ្ទាល់ខ្លួនរបស់ខ្មែរយើងដែរហ្នឹងបងហើយអ្វីដែលគួរឲ្យរីករាយហ្នឹងបងកីឡាករប្រភេទកីឡាប្រភេទនេះគឺថាត្រូវបានកប់ទុកយូរមិនសូវមានអ្នកស្គាល់ទេបងប្អូនបើសិនជាក្មេងកើតចំនួនកៅជាងបាទឬក៏ក្រោមកៅជាងបងប្អូនប្រហែលជាធ្លាប់បានស្គាល់ខ្លះកីឡាហ្នឹងហើយនៅតំបន់ខ្លះគេហៅផ្សេងគ្នាបងប្អូនគេហៅកីឡាវាយកូនកែអីចឹងទៅបាទដោយសារតែវាជាប្រភេទកីឡាតែមួយទេប៉ុន្តែតំបន់ផ្សេងគ្នាដូចនៅខេត្តសៀមរាបឬក៏ខេត្តស្វាយរៀងឬក៏ខេត្តផ្សេងអញ្ចឹងហៅខុសគ្នាហ្នឹងបងប្អូនបាទអញ្ចឹងទៅតាមតំបន់នីមួយប៉ុន្តែតាមការស្រាវជ្រាវរបស់លោកគ្រូអ្នកគ្រូរបស់ខាងក្រុមការងារដែលគាត់ធ្វើការស្រាវជ្រាវទាក់ទងនឹងកីឡាទាក់ទងនឹងវប្បធម៌ទាក់ទងនឹងប្រវត្តិសិល្បៈរបស់ខ្មែរយើងតាំងពីដើមមកណាពួកគាត់បានយកមកចងក្រងបាទពួកគាត់បានយកគោះកកាយឡើងវិញដើម្បីយកមកឲ្យកូនខ្មែរយើងចំនួននេះបានស្គាល់បានលេងឡើងវិញម្ដងទៀតបាទជួនកាលយើងស្គាល់តែកីឡាហុកគីនៅខាងប៉ែកអឺរ៉ុបប៉ែកអីណាបាទអញ្ចឹងយើងអត់បានដឹងទេថាកីឡានេះក៏វាមានដើមកំណើតមានប្រវត្តិកប់ជ្រៅនៅក្នុងវប្បធម៌នៅក្នុងប្រវត្តិសាស្ត្រនៃដូនតាខ្មែរយើងដែរហើយកីឡានេះជាលើកដំបូងហើយបងប្អូនដែលខ្ញុំបានឃើញបាទដែលខ្ញុំបានឃើញលេងជាលក្ខណៈប្រកួតជាក្រុមដូច្នេះបាទនៅខេត្តសៀមរាបហ្នឹងបងប្អូនបាទគឺនៅក្នុងថ្ងៃអង្គរសង្ក្រាន្តហើយថ្ងៃនេះគឺជាថ្ងៃទី3ហើយបងប្អូនបាទហើយបរិវេណនៃការលេងកីឡានេះគឺនៅអង្គរ QU ហ្នឹងបងប្អូនបាទនៅក្បែរនឹងសន្តាគារសុខាហូតែលហ្នឹងឯងបងប្អូនអញ្ចឹងខ្ញុំពិតជារីករាយនឹងគោរពកោតសរសើរមែនទែនហើយសូមឲ្យមានប្រភេទការស្រាវជ្រាវបែបនេះឲ្យមានកាន់តែច្រើនឡើងបងប្អូនដើម្បីគុនខ្មែរយើងបានស្គាល់នៅអ្វីដែលជារបស់យើងហើយបំផុសនៅការលេងកីឡាបាទដើម្បីសុខភាពដើម្បីមិត្តភាពចឹងទៅពីព្រោះថាឥឡូវនេះបើសិនជាក្មេងៗគាត់អាចត្រូវបានឪពុកម្ដាយណែនាំឲ្យធ្វើការលេងកីឡាអញ្ចឹងវាបានទាំងសុខភាពរាងកាយហើយនិងផ្លូវចិត្តផ្លូវស្មារតីរបស់គាត់ហើយធ្វើឲ្យគាត់ចាកឆ្ងាយពីការលេងអ្វីផ្សេងៗដែលវាមិនសូវជាមានប្រយោជន៍ឧទាហរណ៍ដូចជាការលេងហ្គេមដែលវាធ្វើគាត់ខាតពេលច្រើនមែនទែនហើយគាត់អត់បានធ្វើលំហាត់ប្រាណផ្នែករាងកាយរបស់គាត់ចឹងទៅបាទការលេងហ្គេមនៅក្នុងកុំព្យូទ័រឬក៏នៅលើទូរស័ព្ទហ្នឹងបើសិនជាយើងលេងកម្រិតមួយវាជួយឲ្យខួរក្បាលគាត់ឆ្លាតប៉ុន្តែបើសិនជាលេងលើសកម្រិតវាអាចធ្វើឲ្យការអភិវឌ្ឍរូបរាងកាយរបស់គាត់ហ្នឹងវាទៅជាស្គមស្គាំងឬក៏មិនសូវជាមានកម្លាំងកំហែងខ្សោយសាច់ដុំហើយបញ្ហាស្មារតីផ្លូវចិត្តរបស់គាត់ក៏មិនល្អទៅតាមនឹងដែរអញ្ចឹងកីឡាប្រភេទនេះបងប្អូនគឺជាកីឡាខ្មែរយើងសុទ្ធសាធយើងមានដើមកំណើតមានប្រវត្តិមានដល់យូរលង់ណាស់ហើយបងប្អូនអញ្ចឹងសូមឲ្យមានការបំផុសបន្តបន្ថែមទៀតជាពិសេសគឺនៅតាមសាលារៀនបាទអញ្ចឹងពួកគាត់ដែលអ្នកលេងនេះគឺជាសិស្សសាលាទេបងប្អូនជាសិស្សសាលាវិទ្យាល័យមកពីខេត្តផ្សេងបើតាមខ្ញុំឮដូចជាខេត្តកណ្ដាលខេត្តស្វាយរៀងឯណោះបាទពួកគាត់មកលេងនៅក្នុងថ្ងៃអង្គរសង្ក្រាន្តនៅខេត្តសៀមរាបបាទនេះគឺជាចំណុចមួយដែលយើងអាចស្ដារឡើងវិញបាទដែលយើងអាចជួយនាំគ្នាថែរក្សានៅមកដកវប្បធម៌របស់យើងហើយវាមានប្រយោជន៍ខ្លាំងមែនទេណាបងប្អូនកីឡារបស់យើងហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនជួបគ្នាក្នុងវីដេអូបន្ត